សួស្តីអ្នកនរគ្នាញ៉ាំនេះគឺយើងមើលត្រឡប់មកវិញហើយចឹងនេះគឺយើងមកសង្ខេបនឹងជីវប្រវត្តិរបស់លោកយាយការ៉ានីចាជួយដល់អ្នកគ្នាស្ដាប់ទៅបើសិនជាអ្នកគ្នាអត់ទាន់ដឹងទេកុំភ្លេច Subscribe ឲ្យស្នាក្តៅជួយខ្ញុំម្នាក់មួយគ្នាយើងបើសិនជាអ្នកគ្នាចង់ដឹងប្រវត្តិច្រើនទៀតអ្នកគ្នាអាចខ្ញុំបានហើយខ្ញុំបានកាត់ពីចំណេះដឹងចំណេះវិទ្យាទូទៅរបស់ចំណងចង់ដឹងចង់ស្ដាប់ទាំងអស់គ្នាញ៉ាំនេះគឺយើងមកសង្ខេបជីវិតរបស់ប្រវត្តិលោកយាយការ៉ានីតាមពិតទៅថាប្រភពឯកសារបានខ្លះបានថាលោកយាយការ៉ានីគឺជាទិវានៅគ្រួសារចុងក្រោយគេបង្អស់ហើយលោកយាយការ៉ានីក៏ត្រូវជាម្ដាយរបស់ Slan ក៏ត្រូវជាម្ដាយរបស់ Angeline និងត្រូវជាលោកយាយរបស់ Slan Trina ដូចគ្នាដែររួមទៅគឺសង្ខេបមកហ្នឹងគឺ Angeline ត្រូវជាគឺជាកូនរបស់ Granny ហើយ Granny ត្រូវជាលោកយាយរបស់ Slan Trina ហើយលោកយាយការ៉ានីកាលនៅកុមារភាពលោកយាយការ៉ានីក៏បានទៅក៏បានរស់នៅជាមួយឪពុកម្ដាយដោយសេចក្តីរីករាយប៉ុន្តែថ្ងៃមួយហ្នឹងគឺមានក្រុមពួកចៅមួយក្រុមហ្នឹងក៏បានទៅផ្លន់ផ្ទះលោកយាយការ៉ានីបន្តមកគឺឪពុករបស់ការ៉ានីហ្នឹងក៏បានយកដបងskateball យកទៅវាយពួកចៅទៅឲ្យចៅបានដាក់ជាតិរយតែសំណាងឲ្យលោកយាយការ៉ានីគាត់បានលួនទៅនៅក្រោមក្រែបបន្តមកគាត់ក៏ឃើញប្រហោងមួយតែគាត់លួនចេញទៅក៏គាត់វែងនៅក្នុងព្រៃតឯងចឹងទៅដល់ពេលដែលគាត់ដើរបានមកស្ទុះមកគាត់ក៏ឃើញវិហារមួយវិហារហ្នឹងគឺជាវិហាររបស់ក្រាបសួរហើយ Charlie ហ្នឹងហើយពីអ្នកប្រេប្រពន្ធរបស់គាត់ហ្នឹងគឺលក្ខណៈថាគឺស្រឡាញ់ហើយគឺឲ្យបាយទឹកអាហារមកពេលហើយឲ្យគាត់ទៅដេកសប្បាយចឹងទៅដល់ពេលដែលយប់កណ្ដាលត្រៀមម៉ោង12យប់ហ្នឹងស្រាប់តែមានអាឬ Charlie ហ្នឹងបាទក៏បានដេញតាមការ៉ានីហើយការ៉ានីក៏បានរត់ដាច់ព្រាននឹងចង់សពុបជើងចង់អីហីហើយលោកយាយការ៉ានីក៏បានទៅផ្ទះខ្លួនឯងភាសាទៀតតែហើយហ្នឹងការ៉ានីក៏បានទៅការ៉ានីហ្នឹងលក្ខណៈថាឃើញសភាពផ្ទះរបស់ការ៉ានីហ្នឹងគឺគួរអាណិតខ្លាំងពិតមែនហើយនៅពេលដែលគាត់ចូលដល់មជ្ឈមណ្ឌលកុមារកំព្រាហ្នឹងគាត់ក៏បានទៅបន្សល់ទុកដបងមួយអានេះគឺលក្ខណៈថាគឺវីដេអូគាត់សម្ដែងតែខ្ញុំសម្ដែងផ្សេងពីគាត់ទេណាគ្នាបាទសូមអធិស្ឋានផងណាហើយគាត់ក៏បានយកទៅរក្សានៅកន្លែងមជ្ឈមណ្ឌលកុមារកំព្រានៅពេលដែលគាត់សម្ដែងមជ្ឈមណ្ឌលកុមារកំព្រាហ្នឹងបាទនៅលក្ខណៈថានៅពេលដែលគាត់ធំរៀងពេញវ័យពេញកំមុំអីចឹងទៅគាត់ក៏ស្គាល់ក្រែនប៉ាតាមរយៈនៅក្នុងហាងអីចឹងទៅហើយក្រែនប៉ាហ្នឹងដល់ពេលដែលគាត់បានរៀបការជាមួយគ្នាគាត់បានបង្កើតកូនមួយដែលមានឈ្មោះថា Angeline នៅពេលដែល Angeline អាយុ3ឆ្នាំឆ្កែកូដបយហ្នឹងបាទក៏បានខំដល់ពេលរហូតហ្នឹងគាត់ដល់ពេលហ្នឹងគាត់បានប្រាប់ទៅលោកយាយការ៉ានីថានៅពេលដែលថ្ងៃក្រោយនៅពេលដែលគាត់បានបង្កើតកូនអីចឹងទៅគាត់នឹងមានបដាសាកើតឡើងហើយនៅពេលដែលការ៉ានីគាត់បានដើរទៅព្រៃបានទៅពាក់កណ្ដាលហ្នឹងឯងគាត់ក៏បានឃើញក្មេងប្រុសម្នាក់ដែលគួរអាណិតក្មេងប្រុសហ្នឹងគឺជា Simon ណាគ្នាហើយក្មេងប្រុសហ្នឹងក៏បានទៅក៏បាននេះក៏បានរស់នៅជាមួយការ៉ានីហើយការ៉ានីហ្នឹងក៏បានចិញ្ចឹមបែកបាច់ថែរក្សាអីចឹងទៅតែការ៉ានប៉ាក៏បានស្លាប់បាត់ហើយដោយសារតែគាត់ប្រមូលកាសហើយគាត់ត្រូវអាបហើយ Charlie ហ្នឹងដេញខំគាត់ដល់ជាតិរយទៅហើយដល់ពេលដែលគាត់ស្លាប់បាន2អាទិត្យហ្នឹងលោកយាយ Granny ហ្នឹងគាត់បានទៅចិញ្ចឹមកូន2នាក់អញ្ចឹងទៅនៅពេលដែលកូនបង្កើតពេលដែលកូនធំរៀងពេញវ័យអញ្ចឹងទៅក៏បានបង្កើតកូនមួយដែលឈ្មោះ Slentrina នៅពេលដែល Slentrina អាយុ14ឆ្នាំ